តោះសួស្តីបងប្អូនគ្នាเพจបង្ហងចែកម្លេចមកប្រាប់ពីរបៀបឆែកមើលថាเพจយើងកំពុងតែរកប្រាក់ចំណូលហ្នឹងតើ 1k view ហ្នឹងគឺបានទទួលលុយប្រមាណគឺយើងមានវិធីឆែកហ្នឹងបងប្អូនអញ្ចឹងឥឡូវគឺខ្ញុំនឹងឆែកបងប្អូនមើលថាតើ page នៅពេលយើងចាប់ដើមរកលុយតើយើងនឹងទទួលបានប្រមាណសម្រាប់ 1k view ហើយសម្រាប់ 1k reach 1k view នៅលើរូបភាពផ្សេងនៅលើអក្សរ text នឹងផ្សេងនៅលើវីដេអូផ្សេងគឺគេបែងចែកគ្នាដាច់បងប្អូនឥឡូវយើងមើលតោះអញ្ចឹងហើយទី1យើងចូលមក page របស់យើងមកនេះ page របស់ខ្ញុំអូខេបន្តមកទៀតយើងចុចចូលកន្លែង professional dashboard នេះមកបន្តមកទៀតបងប្អូនអូសមករកកន្លែង monetization នេះខាងស្ដាំហ្នឹងហើយបន្តមកទៀតបងប្អូនចុចនៅលើ content monetization ចុចលើនឹងបកមកដល់ត្រង់នេះហើយបងប្អូននឹងឃើញហើយគឺមានកន្លែងថាដាក់ថា your earning rate view the ខ្ញុំអង់គ្លេសអត់សូវច្បាស់ប្រហែលទេអង់គ្លេសស្ទើរអញ្ចឹងអត់ចង់ឲ្យអានអង់គ្លេសបងប្អូនស្ដាប់ទេបងប្អូនមើលតាមខ្ញុំមកនេះកន្លែង your earning rate នេះមានន័យថាជាកន្លែងដែលយើងត្រូវឆែកតើការរកប្រាក់របស់យើង 1k view បានប្រហែលអញ្ចឹងយើងចុចលើនឹងមកចុចបក់មកបក់ចឹងមកអូខេអញ្ចឹងគឺនៅក្នុងនេះគឺនឹងបង្ហាញបងប្អូន view របស់ខ្ញុំបងប្អូននេះបងប្អូនឃើញហើយគឺទៅតែបាន520 view ទេអញ្ចឹងបងប្អូនអាចចែកបានក្នុងនេះហើយ520 view គឺទទួលបាន3សេន 0.03 សេនអញ្ចឹងមានន័យថាឲ្យបើ 1k view បងប្អូនទទួលបានខ្ទង់5សេនទៅ6សេនសម្រាប់ 1k view បើគិតទៅហើយរៀងថ្លៃគួរសមបងប្អូនប៉ុណ្ណឹង 1k ហើយ5-6សេនដែររៀងថ្លៃគួរសមយើងធ្វើឲ្យផ្ទុះបាន 100-200k គឺលុយហើយ page ខ្ញុំទៅតែបាក់រលុយបាននេះទៅតែលោតបាន2សេននេះលោត2សេនលោត2សេនបាទលោតបាន2សេនទេណាហើយគឺមានbonusទៀតbonusនេះថ្ងៃនេះអាចគ្រប់បងប្អូនbonusនេះឲ្យគ្រប់172 view នេះខ្ញុំបាន$1ពីលើបន្ថែមទៀតអញ្ចឹងឲ្យបងប្អូនចង់ដឹងអីពីខ្ញុំអាច comment ពីក្រោមទៀតខ្ញុំនឹងបង្ហាញបាទហើយបងប្អូនចូលចិត្តអាចជួយ comment ជួយ like follower ម្នាក់មួយទៅដើម្បីធ្វើបានវីដេអូថ្មីបាទហើយខំទាំងអស់គ្នាបងប្អូនស៊ូដើម្បីឲ្យទទួលបាន bonus និងប្រាក់ចំណូលតាម Facebook របស់គ្នាបាទសូមអរគុណសូមជម្រាបលា